បន្ទាន់នៅម៉ោងនេះសហរដ្ឋអាមេរិកកំពុងតែចាប់បានកប៉ាល់របស់អ៊ឺរ៉ង់ដែលចេញដំណើរពីអ៊ឺរ៉ង់ទៅប៉ាគីស្ថានក្នុងនោះក្រមយោធាសហរដ្ឋអាមេរិកជើងទឹកបានចាប់ឃាត់អ្នកនៅក្នុងនាវារបស់អ៊ឺរ៉ង់ហ្នឹងចំនួនរហូតដល់22រូបបងប្អូន22រូបបាទអញ្ចឹងមកដល់ម៉ោងនេះពេលនេះសហរដ្ឋអាមេរិកកំពុងតែពង្រីកទ្រង់ទ្រាយយោធាជើងទឹកណានៅម្ដុំគេហៅថាច្រកសមុទ្រហ័រមូសហើយនឹងកំពុងផែអ៊ឺរ៉ង់ផ្ទាល់តែម្ដងដើម្បីគេហៅថាត្រៀមបំរុងបាទយើងអត់ដឹងថាត្រៀមបំរុងធ្វើអីណាក៏ប៉ុន្តែឥឡូវនេះម៉ោងនេះ Reuters កំពុងតែផុសតាក់ទងជាមួយនឹងការចាប់ខ្លួនទាហានក៏ដូចជាកប៉ាល់របស់អ៊ឺរ៉ង់ដែលដឹកជញ្ជូនថាចង់ទៅប៉ាគីស្ថានណាឥឡូវនេះកំពុងតែចាប់បានហើយមួយវិញទៀតរឿងដែលសហរដ្ឋអាមេរិកកំពុងតែឡើងកម្ដៅនេះកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកដោយមានយន្តហោះជាច្រើនគ្រឿងខ្លាំងមែនទែនប្រហែលជា100យន្តហោះជាងហើយនឹងក្នុងចំណោមទាហានផ្សេងទៀត 15000 នាក់កំពុងតែត្រៀមនៅតំបន់ច្រកសមុទ្រហ័រមូសនេះឯងបងប្អូនអញ្ចឹងរឿងនេះគឺក្តៅខ្លាំងមែនទែនហើយអ្វីដែលគួរភ្ញាក់ផ្អើលកាលពីបើយើងនិយាយថាកន្លងមកកន្លះខែមុនឬក៏មួយខែមុនធ្លាប់បាទសហរដ្ឋអាមេរិកក៏ធ្លាប់ចាប់ទាហានក៏ដូចជាកប៉ាល់របស់អ៊ឺរ៉ង់2 ទៅ 3 គ្រឿងដែរប៉ុន្តែនៅម៉ោងនេះមុននេះបន្តិច Reuters ក៏បានផុសតាក់ទងជាមួយនឹងការចាប់ក៏ដូចជាឃាត់បាទនាវាកប៉ាល់របស់អ៊ឺរ៉ង់ដែលប្រុងទៅប៉ាគីស្ថានណាហើយនៅក្នុងនោះក៏មានចំនួន22នាក់ដែរនោះបងប្អូនរឿងនេះកាន់តែក្តៅហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលតាក់ទងជាមួយនឹងសំណើបាទសំណើរបស់អ៊ឺរ៉ង់ដែលគេដាក់មកសហរដ្ឋអាមេរិកណាសហរដ្ឋអាមេរិកបានពិនិត្យហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះលោកដូណាល់ត្រាំអត់ទាន់បានឆ្លើយតបអ្វីទាំងអស់ក៏ប៉ុន្តែព្រឹកមិញក៏គាត់បាននិយាយដែរគាត់ថាតាក់ទងជាមួយសំណើរបស់អ៊ឺរ៉ង់ដាក់មកអាមេរិកគឺគាត់អត់បានមើលទេប៉ុន្តែបើនិយាយពីភាគតិចថាយល់ព្រមគឺតិចមែនតើអញ្ចឹងមានន័យថាចង់បានសន្តិភាពក៏ប៉ុន្តែរងចង់បានសន្តិភាពក៏ប៉ុន្តែសហរដ្ឋអាមេរិកអត់ទាន់មានការឆ្លើយតបទៅវិញទេព្រោះអីសំណើដែលរងដាក់ហ្នឹងគឺមិនមែនជាអ្វីដែលសហរដ្ឋអាមេរិកលោកដូណាល់ត្រាំចង់បាននៅឡើយនោះបងប្អូនអញ្ចឹងហើយបានជាគាត់កំពុងតែពង្រីកកងទ័ពរបស់គាត់នៅម្ដុំច្រកសមុទ្រហ័រមូសដើម្បីបំបែកទី1បំបែកអ្នកដែលគេហៅថាប្រទេសណាដែលមានគេហៅថាកប៉ាល់ក៏ដូចជានាវានៅហ្នឹងជំលះចេញហើយដើម្បីឲ្យគាត់មានប្រតិបត្តិការមួយចង់គេហៅថាហ៊ុំពាត់ច្រកសមុទ្រហ័រមូសផ្ទាល់តែម្ដងអត់ឲ្យអ៊ឺរ៉ង់ហ្នឹងកាន់កាប់ទៀតទេនេះហើយជាយុទ្ធសាស្ត្រមួយសម្រាប់សហរដ្ឋអាមេរិកពួកអីព្រឹកមិញនេះគឺព័ត៌មានដែលខ្ចាត់ខ្ចាយដែលក្តៅក្រៅហ្នឹងគឺព័ត៌មាននេះឯងប៉ុន្តែអ្វីដែលគួរភ្ញាក់ផ្អើលមកដល់ម៉ោងនេះមុននេះបន្តិចហ្នឹង Reuters គេបានផុសហ្នឹងគឺចាប់ខ្លួនកប៉ាល់មួយគ្រឿងចាប់ខ្លួនកប៉ាល់ក៏ប៉ុន្តែឃាត់ខ្លួនមនុស្ស22នាក់អញ្ចឹងហើយគឺធ្វើឲ្យសង្គ្រាមមួយនេះកាន់តែក្តៅកគុកបន្តទៀតហើយចាំមើលថាតើការឆ្លើយតបអ៊ឺរ៉ង់ទៅកាន់សហរដ្ឋអាមេរិកតាក់ទងជាមួយនឹងរឿងហ្នឹងទៅជាយ៉ាងណាព្រោះអីដោយសារតែមកដល់ម៉ោងនេះអ្វីដែលលោកដូណាល់ត្រាំចង់បានណាអ៊ឺរ៉ង់អត់ផ្ដល់ឲ្យទេសហរដ្ឋអាមេរិកនៅតែធ្វើដាក់អ៊ឺរ៉ង់បន្តទៀតមកដល់ម៉ោងនេះមិនថាច្រកហ័រមូសមិនថានុយក្លេអ៊ែរឬអ៊ុយរ៉ាញ៉ូមមិនថាតំបន់ណាដែលអ្វីដែលលោកត្រាំចង់បានបើអ៊ឺរ៉ង់នៅតែមិនឲ្យដឹងតែមានរឿងធំហើយមកដល់ម៉ោងនេះខ្ញុំហ៊ាននិយាយអញ្ចឹងព្រោះអីព័ត៌មានដែលកំពុងតែនិយាយនេះគឺព័ត៌មានដែលជាក់លាក់ចេញពី Reuters ផ្ទាល់តែម្ដងពីខ្ញុំបាទអេដមីនបញ្ញាកុំភ្លេចគាំទ្រទាំងអស់គ្នាបើស្រឡាញ់ពេញចិត្តចាំមើលតាមដានសង្គ្រាមមួយនេះថាទៅជាយ៉ាងណាមានអ្នកណាខ្លះដែលជួយសម្របសម្រួលឲ្យអ៊ឺរ៉ង់អាចថាបញ្ចប់សង្គ្រាមជាមួយនឹងអាមេរិកបានថាតើអ៊ឺរ៉ង់នឹងធ្វើបែបណាបន្តទៀតដើម្បីទប់ស្កាត់សហរដ្ឋអាមេរិក